សួស្តីបងប្អូនថ្ងៃនេះដូររុន air filter ព្រមទាំងជាឲ្យវាមកនៅកន្លែងកដាលនេះវិញព្រោះវាមុននៅជាងអញ្ចឹងណាហើយកន្លែងនេះពូលអញ្ចឹងទៅខ្ញុំត្រូវមូងពូទៅខាងនោះទៅខាងមុខមិញហើយខ្ញុំកាត់ប្រឡោះនេះដើម្បីដាក់ air filter មកខាងនេះវិញហើយដាក់អាធំឥឡូវខ្ញុំកាត់អាពីដាហ្នឹងហើយវាមានមេនៅកដាលកាត់ទៅមេហ្នឹងពេលយើងកាត់ហើយហ្នឹងបងដកវាចេញហើយទៅកាត់មេចោលទៀតដើម្បីវាយប្រអប់វាកាត់ហើយវានៅទៅអាកន្លែងជាប់មេអានូតវាហ្នឹងអញ្ចឹងខ្ញុំត្រូវកាត់ផ្ដាច់បន្តិចទៀតហើយវាផ្ដាច់អាកន្លែងមុខអាតំណអាឡែអានូតហ្នឹងផ្ដាច់មកទាញវាចេញមកហើយត្រូវកាត់អានូតហ្នឹងចោលមួយទៀតដើម្បីវាយប្រអប់វាអានេះខ្ញុំកាត់អនុថាហើយខ្ញុំវាយប្រអប់ហើយបងប្អូនប្រអប់វាវាយហ្នឹងពេលយើងវាយហើយហ្នឹងដើម្បីដាក់ប្រអប់air filter ចូលអានេះខ្ញុំវាយប្រអប់វាហើយខ្ញុំបាញ់តែគោះជុំវិញហ្នឹងហើយយកប្រអប់ filter ដាក់ពីលើហើយដើម្បីចាប់វាភ្ជាប់នឹងប្រអប់ដែលខ្ញុំធ្វើហ្នឹងណាហើយបានដាក់ស៊ុំសម្រាប់ស៊ុំបញ្ចេញ filter វានឹងនៅពីក្រោមអានេះខ្ញុំចាប់ពីលើនោះជាប់សិនអានេះខ្ញុំដំតែគោលវាជាប់អស់ហើយអញ្ចឹងទៅខ្ញុំត្រូវដាក់ស៊ុំgrill វានឹងដាក់ស៊ុំ grill ហ្នឹងមូលដើម្បីមូលភ្ជាប់នឹងប្រអប់ដែលខ្ញុំដំពីមុនហ្នឹងមូលវាទៅភ្ជាប់ក្នុងហើយខាងនេះបាញ់ខក់វាតិចទៅកាវវានឹងបាញ់ជាប់ជុំវិញនឹងវងមកឲ្យឃើញប្រឡោះហ្នឹងព្រោះមូលតឯងបងប្អូនត្រូវមូលវាជាប់មកជាហៀងហ្នឹងហើយបានយកដៃមកខាងទៅទប់នៅខាងមកខាងទៀតហើយនោះខ្ញុំយកក្បាលកោះទេមកខាងខ្ញុំមកខ្ចៅ2មកខាងមកខ្ចៅ2អញ្ចឹងវាអស់ខ្ចៅ4គ្រាប់អាហ្នឹងត្រូវការខ្ចៅច្រើនទេតែមូលវាមកទប់បានបើគាត់ទៅបើកមកវាធ្លាក់ទៅបានគាត់ដាក់នឹងវាថោ filter ពេលខ្យល់បឺតទៅបញ្ហានឹងខ្ចៅវាឲ្យមកនឹងខ្ចៅហ្នឹងដូចវាផុយមកយមូលទៅវាលបេះក្បាលហើយនេះខ្ញុំមើលអស់ប៉ុន្តែខ្ញុំត្រូវបាញ់កាវជុំវិញនឹងទៀតតែខ្ញុំយកមកគ្រៀលមកដាក់សិនគ្រៀលហ្នឹងបងប្អូនដាក់ខាងបែរមុខទៅមុខក៏បានបែរទៅក្រោយក៏បានប៉ុន្តែយកល្អយកអាមុខវាបែរទៅកន្លែងណាក៏បែរកន្លែងអាទឹមសាបជាទឹមសានៅហោវិញអញ្ចឹងខ្ញុំដាក់វាបែរទៅមុខដើម្បីនៅក្បែរឡាបដាបជាហ្នឹងដាក់ដូចចេះបងប្អូននេះអាគ្រៀលវាបាញ់មកខាងនេះហ្នឹងក៏ពោះទឹមសានៅខាងឆ្វេងដៃនេះបងប្អូនអរគុណច្រើនកុំភ្លេចជួយ like ជួយ share វីដេអូខ្ញុំផងជម្រាបលាបាយបាយ